សម្រាប់បងប្អូនចាប់អារម្មណ៍ចង់ធ្វើ YouTube ឬក៏ធ្វើ Facebook ណាបងប្អូនត្រូវមើលវីដេអូនេះឲ្យចប់ការងារធ្វើ YouTube និង Facebook មិនមែនផុសថ្ងៃណារកលុយបានស្អែកទេបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាទៀតហើយជាមួយនឹងការរកចំណូលពី Facebook YouTube បាទអញ្ចឹងមករយៈចុងក្រោយនេះឃើញថាបងប្អូនយើងចាប់អារម្មណ៍ច្រើនជាមួយនឹងការរកចំណូលពី Facebook ក៏ដូចជា YouTube នេះឯងបាទអញ្ចឹងបងប្អូនយើងការដែលបងប្អូនចាប់អារម្មណ៍នេះគឺល្អបាទដោយសារអីដោយសារតែបច្ចេកវិទ្យាកំពុងតែរីកចម្រើនបាទនៅក្នុងសម័យ Digital ហើយអញ្ចឹងបងប្អូនកាន់ទូរស័ព្ទដៃហើយបងប្អូនអាចបង្កើតប៉ុស្តិ៍បង្កើតអីរកចំណូលបានអញ្ចឹងណាប៉ុន្តែបងប្អូនត្រូវដឹងថាការដែលយើងចង់រក Facebook បាទរកលុយពី Facebook ឬក៏ YouTube ហ្នឹងមិនមែនបងប្អូនចង់បានថ្ងៃនេះហើយបងប្អូនចាប់ផ្ដើមធ្វើហើយស្អែកបងប្អូនបានលុយនោះទេគឺត្រូវការចំណាយពេលវេលាដើម្បីរងចាំចំណាយពេលវេលាដើម្បីអនុវត្តដើម្បីព្យាយាមធ្វើឲ្យវីដេអូផ្ទុះបាទឬក៏បងប្អូនផុសនៅក្នុង Facebook Page ដើម្បីវីដេអូឬក៏រូបភាពបងប្អូននោះផ្ទុះឡើងមាន view ច្រើនមានការចាប់អារម្មណ៍ច្រើនអានោះបងប្អូនអាចនឹងមានឱកាសនៅក្នុងការរកចំណូលបានបាទអញ្ចឹងសម្រាប់បងប្អូនដែលគិតថាផុសថ្ងៃហ្នឹងចង់រៀនរកលុយមួយស្អែកបានលុយអត់បានទេបងប្អូនណាបាទធ្វើយ៉ាងហោចណាស់ចាប់ពី6ខែទៅ1ឆ្នាំសម្រាប់ YouTube 6ខែទៅ1ឆ្នាំសម្រាប់ YouTube បងប្អូនផុសវីដេអូជាប់មួយថ្ងៃផុសមួយបាទជារៀងរាល់ថ្ងៃទៀងទាត់បាទប្រហែលជា1ឆ្នាំបាទ6ខែទៅ1ឆ្នាំបងប្អូនអាចរកចំណូលបានហើយដោយមានការ set up ធ្វើ YouTube នឹងឲ្យត្រូវគោលការណ៍បាទការ set up Google AdSense ហើយនឹងការបំពេញព័ត៌មានរបស់ Google AdSense ហ្នឹងដើម្បីបងប្អូនអាចរកចំណូលបានអញ្ចឹងវាស្ដាប់ទៅងាយបងប្អូនប៉ុន្តែការអនុវត្តគឺត្រូវការរយៈពេលបងប្អូនគិតថាខ្ញុំអាចឆ្លៀតពេលធ្វើបានដោយរងចាំថ្ងៃក្រោយយើងអាចបានទទួលលទ្ធផលបងប្អូនសាកបងធ្វើមួយទៀតបងប្អូនចង់ធ្វើ Facebook Page បាទសម្រាប់បងប្អូនយើងមករយៈក្រោយនេះបន្ទាប់ពី Facebook ទម្លាក់មុខងារថ្មីមួយសម្រាប់ការធ្វើ challenge បងប្អូនយើងដែលបានចូលរួមធ្វើ challenge 300k បាទអាចនឹងទទួលបាននៅប៊ូតុង tool បាទមុខងារ set up activate របស់ CM បាទអាចរលួយបានពីរូបថតពីវីដេអូនោះបាទអញ្ចឹងគឺបងប្អូនច្រើនធ្វើប៉ុន្តែវាមិនទាន់បានដឹងថាតើបងប្អូនណាម្នាក់បានផលនៅឡើយទេគាត់ថាបងប្អូនយើងមួយចំនួនគាត់បានដៃចាស់គាត់ផុសវីដេអូ2 3ថ្ងៃនេះទៅថ្ងៃទី22អញ្ចឹងគេបានថ្ងៃ19 20 21ពីរយៈពេល4ថ្ងៃបងប្អូនយើងខ្លះគាត់គ្រប់គោលការណ៍ឲ្យ 300k ស្រួលមែនតើប៉ុន្តែស្រួលហើយអត់តាំងឃើញថាអូលុត set up មកហើយបើលុត set up បងប្អូនឃើញគាត់ដាក់វីដេអូមកថាអូបានអូខេតែមិនតាន់ទេបងណាអញ្ចឹងនៅការ review របស់ Facebook មួយកលៈទៀតដើម្បីអាចដឹងថាតើវីដេអូរបស់គាត់ហ្នឹងពិតប្រាកដជាវីដេអូ original ដើមជាវីដេអូដែលគាត់ផុសនៅក្នុង page របស់គាត់ហ្នឹងយ៉ាងពិតប្រាកដបាទជា view កើតឡើងដោយពិតប្រាកដមិនមានការចាក់បន្ថែមបាទអញ្ចឹងនេះគឺជាចំណុចមួយដែលបងប្អូនមើលថាឃើញគេធ្វើគ្រប់គ្នាគេផ្អើលគ្រប់គ្នាធ្វើថ្ងៃហ្នឹងស្អែកបានលុយអត់បានទេបងណាគឺ Facebook គឺនិង YouTube គឺទាមទារការព្យាយាមនឹងការចំណាយពេលវេលាយូរដើម្បីគ្រប់លក្ខខណ្ឌរបស់ Facebook បាទឬក៏ YouTube នឹងអាចរកចំណូលបានបងប្អូនដឹងស្រាប់ហើយថានៅក្នុង Facebook Page មួយក៏វារយៈពេលអាយុកាលយ៉ាងណាក៏1ខែដែរបងប្អូនបង្កើតគ្រប់គោលការណ៍បងប្អូនបង្កើត Facebook Page ថ្ងៃនេះតើ1ខែក្រោយក៏ទើប Facebook នឹងអនុញ្ញាតឲ្យបងប្អូនមានឱកាសនៅក្នុងការរកលុយទោះបីបងប្អូនគ្រប់លក្ខខណ្ឌអីក៏ដោយដោយសារតែវាមានគេហៅថា process របស់វាដំណើរការរបស់វាគឺវាត្រូវតែអញ្ចឹងដូចគ្នានឹងការផុស YouTube ក៏ទាមទារឲ្យបងប្អូនថតវីដេអូ original ហ្នឹងគឺ YouTube នឹងធ្វើការ review រយៈពេល1ខែដូចគ្នាដែរដើម្បីឲ្យពិតប្រាកដថាវីដេអូទាំងអស់ហ្នឹងគឺកើតឡើងយ៉ាងពិតប្រាកដមិនមែនជា robot ជាមនុស្សយន្តជាអ្នកធ្វើជាហៅថាធ្វើคล้ายជា fake account ណាបាទគឺចំណាយពេលអញ្ចឹងដូចគ្នាដែរបាទលក្ខខណ្ឌខុសគ្នាត្រង់ថាបើបងប្អូនធ្វើ YouTube បងប្អូនធ្វើនឹងតែមានគោលការណ៍មួយគឺបងប្អូនធ្វើ subscriber ឲ្យបាន 1k 1000 នាក់បាទហើយនឹងបងប្អូនធ្វើផុសវីដេអូវែងរយៈពេលចំនួនអ្នកមើលឬក៏ថាចំនួនម៉ោងអ្នកមើលហ្នឹងចំនួន 4000 ម៉ោងបងប្អូនអាចស្នើរកលុយបានហើយបាទលឿនមែនតើលឿនណាសម្រាប់គេមាន view ស្រាប់គេមានប៉ុសអូស traffic អីស្រាប់គេលឿនតែបងប្អូនធ្វើដោយខ្លួនឯងពីទទេទៅគឺត្រូវការចំណាយពេលយូរអ្នកខ្លះ2 3ឆ្នាំអីចឹងទៅ
ចំណាយឯ Facebook វិញបងប្អូនគឺវាអត់ទៀងទេដោយសារការពីមុនយើងនិយាយពី ad break គឺ 10k follower ហើយនឹងមានចំនួនអ្នកមើលដូចជា600នាទីមក600នាទីទើបយើងអាចមានឱកាសនៅក្នុងការរកចំណូលបានចុះ600នាទីវាខុសពី600 view 600k view បងប្អូន600នាទី 600k នាទីបាទ600k នាទី60,000នាទីណាបាទយើងអាចរកលុយបានគឺវាខុសពីគោលការណ៍របស់ YouTube ប៉ុន្តែបច្ចុប្បន្នគឺគេគិតតែ view នេះ 300k view អាចរកលុយបានគឺថាអាច set up បានប៉ុន្តែអត់ទាន់ដឹងថាពីណាអាច set up បាននេះបាទអញ្ចឹងសម្រាប់បងប្អូនចង់បានចំណូលពីវាហើយធ្វើភ្លាមបានផ្លែតអត់មានទេបងប្អូនអាចថាចង់រៀនពីគេរៀនហ្នឹងគឺរៀនហើយគេមាន account free ឲ្យយើងអាចរកលុយបានមកអាហ្នឹងគឺស្រួលបងប្អូនចាប់ចុះឈ្មោះចូលរៀនបងប្អូនអាចរកចំណូលបានបដាអញ្ចឹងទៅវាជាការលើកទឹកចិត្តដែលបងប្អូនធ្វើឲ្យបានផលបដាបានតែ1រៀល2រៀលក្នុងហ្នឹងក៏បងប្អូនអស់ចិត្តដែររយៈពេល1ខែព្រោះអាហ្នឹងវាជាអ្វីដែលយើងចង់ធ្វើអញ្ចឹងយើងបានប៉ុណ្ណឹងមកហើយសមវាទៅរាប់ខែរាប់ឆ្នាំដើម្បីយើងពរិចផុសប៉ុសរបស់យើងឲ្យវាធំឡើងផេករបស់យើងវាធំឡើងយើងអាចរកចំណូលបានច្រើនហ្នឹងដែរបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងទេបងប្អូនផុសវីដេអូថ្ងៃនេះមិនមែនរកលុយបានស្អែកទេគឺរឿងចាំបាទអរគុណជួបគ្នាវីដេអូក្រោយបាយ